របៀបធ្វើក្តាមឆាមីសួរងាយរហ័សឆាប់បានញ៉ាំហើយមានរសជាតិឈ្ងុយឆ្ងាញ់ចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាជាដំបូងឡើយខ្ញុំមានមីសួររបស់យើងចំនួន2ខាំហើយដើម្បីឲ្យមីសួររបស់យើងឆាប់រីកបានញ៉ាំគឺខ្ញុំដាក់ត្រាំមីសួររបស់យើងជាមួយទឹកក្តៅដែលយើងដាំពុះភ្លាមហ្នឹងយើងដាក់ឲ្យលិចមីសួររបស់យើងហើយយើងដាក់ត្រាំវារយៈពេលពី3ទៅ5នាទីចាយើងធ្វើបែបហ្នឹងគឺវារហ័សនៅពេលដែលយើងឆាមីសួររបស់យើងគឺមីសួររបស់យើងវារីករួចហើយយើងឆាតែមួយភ្លែតយើងចាប់បានញ៉ាំជាបន្តមកទៀតខ្ញុំមានស្លឹកខ្ទឹមរបស់យើងចំនួន1ដើមនិងជីវ៉ាន់ស៊ុយរបស់យើងចំនួន1គុំយើងកាត់វាខ្លីៗបែបនេះមកជាបន្តមកទៀតខ្ញុំមានក្តាមសេះចំនួន1ក្បាលសម្រាប់ក្តាមដែលខ្ញុំប្រើក្នុងថ្ងៃនេះគឺវាមាននឹងធំអញ្ចឹងមួយនឹងប្រហែលជា3ខាំកន្លះបើសិនបងប្អូនប្រើក្តាមសេះរាងតូចៗសូមបងប្អូនប្រើពី2ទៅ3ក្បាលមកតាមចំណង់ចំណូលចិត្តជាបន្ទាប់មកទៀតយើងចាប់ផ្ដើមសម្អាតក្តាមរបស់យើងដោយដំបូងឡើយគឺយើងបេះសកៃហើយបន្ទាប់មកយើងបេះផ្នែកពោះហើយបន្ទាប់មកដោយសារតែក្តាមដែលខ្ញុំទិញក្នុងថ្ងៃហ្នឹងវាមានខ្លាញ់ច្រើនអញ្ចឹងយើងធ្វើការខ្វេះយកខ្លាញ់ក្តាមរបស់យើងទុកមួយឡែកសិនជាបន្ទាប់មកទៀតយើងយកផ្នែកខ្លួនរបស់ក្តាមដោយសារវាមានសភាពប្រឡាក់បែបនេះបងប្អូនអញ្ចឹងយើងយកវាទៅដុសសម្អាតឲ្យវាបានស្អាតបន្តិចមកចាំបន្ទាប់ពីយើងដុសនិងលាងសម្អាតរួចរាល់ហើយជាបន្ទាប់មកទៀតគឺខ្ញុំធ្វើការកាត់ក្តាមរបស់យើងជាពីរដោយសារតែក្តាមរបស់ខ្ញុំហ្នឹងវារាងធំអញ្ចឹងគឺខ្ញុំពុះវាជាពីរបន្ថែមទៀតជាបន្ទាប់មកទៀតយើងចាប់ផ្ដើមលាយទឹកសុសសម្រាប់យើងឆាជាមួយនឹងមីសួររបស់យើងដូចជាដំបូងឡើយគឺខ្ញុំដាក់ម្សៅស៊ុបចំនួនកន្លះស្លាបព្រាបាយស្ករអំពៅចំនួន1ស្លាបព្រាកាហ្វេម្រេចបន្តិចប្រេងខ្យងចំនួន1ស្លាបព្រាបាយទឹកស៊ីអ៊ីវចំនួន3ស្លាបព្រាបាយហើយបន្ទាប់មកខ្ញុំបន្ថែមទឹករបស់យើងចំនួន150មីលីលីត្រសម្រាប់រសជាតិនេះដែរបងប្អូនអាចធ្វើការបន្ថែមបន្ថយទៅតាមចំណង់ចំណូលចិត្តជាបន្តមកទៀតយើងដាក់បំពងខ្ទឹមសរបស់យើងដោយខ្ញុំដាក់ខ្ទឹមសរបស់យើងចំនួន2ស្លាបព្រាបាយយើងបំពងខ្ទឹមសរបស់យើងឲ្យវាឡើងក្រហមបែបនេះហើយគឺយើងដួសទុកពាក់កណ្ដាលហើយបន្ទាប់មកគឺយើងដាក់ក្តាមរបស់យើងចូលហើយបន្ទាប់មកយើងឆាវាមួយសន្ទុះមកនៅពេលដែលក្តាមរបស់យើងវារាងឆ្អិនបន្តិចហើយជាបន្តមកទៀតគឺយើងដាក់ខ្លាញ់ក្តាមរបស់យើងចូលហើយយើងឆាវាបានឆ្អិនបន្តិចមកជាបន្តមកទៀតគឺយើងចាក់មីសួរហើយបន្ទាប់មកយើងចាក់ទឹកសុសដែលយើងបានលាយទុកអំបិញមិញហ្នឹងហើយយើងកូរច្របល់ឆាមីសួររបស់យើងចុះឡើងបែបនេះមករហូតដល់ទឹកឆាមីសួររបស់យើងនឹងវាហួតបានល្អចាឥឡូវឃើញថាមីសួររបស់យើងវាបានចូលជាតិសព្វល្អហើយនឹងទឹកក៏វាបានហួតល្អដែរជាបន្តមកទៀតខ្ញុំធ្វើការបិទភ្លើងហើយយើងរោយស្លឹកខ្ទឹមនិងជីវ៉ាន់ស៊ុយរបស់យើងហើយយើងឆាច្របល់វាបន្តិចមកហើយនៅមុនពេលញ៉ាំបងប្អូនគ្រាន់តែបន្ថែមខ្ទឹមបំពងរបស់យើងពីលើជាការស្រេច